អង្គការ IDE កម្ពុជាបានប្រកាសពីការផ្ទេរម្ចាស់កម្មសិទ្ធិនៃសហគ្រាសសង្គម Hydrologic ពីអង្គការ IDE ទៅកាន់ថ្នាក់ដឹកនាំនៃសហគ្រាសសង្គមមួយនេះការប្រែប្រួលទៅជាក្រុមហ៊ុនកម្ពុជាឯករាជ្យមួយគឺជាការផ្លាស់ប្ដូរដ៏សំខាន់បំផុតសម្រាប់សហគ្រាសសង្គមដែលជាអ្នកផលិតផលចម្រោះទឹកទន្សាយភាពជោគជ័យនៃការផ្ទេរកម្មសិទ្ធិនេះគឺជាការបង្កើតនៅជំពូកថ្មីមួយទៀតសម្រាប់សហគ្រាសសង្គមដ៏មានឥទ្ធិពលមួយនៅកម្ពុជាបន្ទាប់ពីប្រតិបត្តិការអស់រយៈពេល15ឆ្នាំខណៈបញ្ជាក់ផងដែរនៅការបដិញ្ញាចិត្តរបស់អង្គការ IDE ចំពោះការគាំទ្រដល់សហគ្រិនស្ត្រីការអភិវឌ្ឍសហគ្រាសនៅជនបទនិងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នលោក Michelle Robert នាយកប្រតិបត្តិនៃអង្គការ IDE បានមានប្រសាសន៍ថាដំណើររបស់ Hydrologic បង្ហាញពីឥទ្ធិពលនៃដំណោះស្រាយដែលផ្អែកលើទីផ្សារក្នុងការបង្កើតលទ្ធផលវិជ្ជមានដ៏យូរអង្វែងមួយវាបានចាប់ផ្ដើមចេញពីកម្មវិធីក្រោយមូលនិធិម្ចាស់ជំនួយហើយឥឡូវនេះបានក្លាយទៅជាសហគ្រាសសង្គមកម្ពុជាដែលមានលទ្ធភាពធ្វើពាណិជ្ជកម្មដោយឯករាជ្យក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសាធារណៈការពារបរិស្ថាននិងបង្កើនការងារក្នុងស្រុកការផ្ទេរកម្មសិទ្ធិគ្រប់គ្រង Hydrologic ទៅឲ្យថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននេះផ្ទាល់សបង្ហាញលើសពីការផ្ទេរអាជីវកម្មមួយវាបានឆ្លុះបញ្ចាំងពីជោគជ័យនៃភាពជាអ្នកដឹកនាំរបស់ជនជាតិកម្ពុជានិងអំណាចនៃការអភិវឌ្ឍផ្អែកលើទីផ្សារដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសង្គមតាមរយៈការផ្ទេរជាម្ចាស់កម្មសិទ្ធិនេះ Hydrologic បានក្លាយទៅជាកម្មសិទ្ធិឯករាជ្យរបស់ជនជាតិកម្ពុជាក្រោមការដឹកនាំរបស់អ្នកស្រីសំសុធាដែលបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមហ៊ុនមួយនេះលោកស្រីសុធាបានចាប់ផ្ដើមជាមួយ IDE ក្នុងមុខតំណែងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Hydrologic មុនពេលក្លាយជាអ្នកគ្រប់គ្រងទូទៅនៃសហគ្រាសសង្គមមួយនេះក្នុងឆ្នាំ2021អ្នកស្រីបានដឹកនាំ Hydrologic ឲ្យទទួលបាននៅភាពជោគជ័យក្នុងការពង្រឹងទីផ្សារពង្រឹងម៉ាកយីហោជាតិដែលគួរឲ្យទុកចិត្តនិងរក្សាបាននៅនិរន្តរភាពហិរញ្ញវត្ថុបច្ចុប្បន្នក្រុមហ៊ុននេះមានរោងចក្រផលិតចម្រោះទឹកទន្សាយនៅក្នុងខេត្តកំពង់ឆ្នាំងបង្កើតការងារក្នុងតំបន់និងពង្រឹងសង្វាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុកអ្នកស្រីសំសុធាមានប្រសាសន៍ថាក្នុងនាមជាក្រុមហ៊ុនកម្ពុជាឯករាជ្យយើងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងនិងពង្រីកខ្លួនទៅកាន់ទីផ្សារថ្មីទាក់ទាញអ្នកវិនិយោគថ្មីបន្ថែមទៀតនិងបន្តសហការជាមួយអង្គការ IDE និងដៃគូផ្សេងទៀតផងដែរបេសកកម្មរបស់យើងនៅតែដដែលនិងរឹតតែច្បាស់លាស់ថែមទៀតនោះគឺការផ្ដល់ជូននៅដំណោះស្រាយទឹកស្អាតដែលមានគុណភាពក្នុងតម្លៃសមរម្យដល់ប្រជាជនគ្រប់គេហដ្ឋាននៅក្នុងប្រទេសព្រមទាំងកសាងសហគ្រាសកម្ពុជាដែលរឹងមាំប្រកបដោយសីលធម៌សូមបញ្ជាក់ថា Hydrologic ចាប់កំណើតពីកម្មវិធីទឹកស្អាតមួយរបស់អង្គការ IDE ដែលបានអនុវត្តក្នុងឆ្នាំ2001អំឡុងពេលដែលការបរិភោគទឹកមិនស្អាតនិងកង្វះអនាម័យបានបណ្ដាលឲ្យមនុស្សស្លាប់រហូតដល់ 10,000 នាក់ជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជាដែលភាគច្រើនជាកុមារអាយុក្រោម5ឆ្នាំរហូតមកដល់ឆ្នាំ2010អង្គការ IDE បានប្រែក្លាយពីកម្មវិធីទឹកស្អាតទៅជាសហគ្រាសសង្គមហើយបានចុះបញ្ជីជាផ្លូវការដោយជោគជ័យចាប់តាំងពីពេលនោះមក Hydrologic ក៏បានរីកចម្រើនទៅជាក្រុមហ៊ុនទទួលបានប្រាក់ចំណេញនិងបន្តបេសកកម្មផ្ដល់នៅដំណោះស្រាយទឹកស្អាតប្រកបដោយគុណភាពខ្ពស់និងតម្លៃសមរម្យនៅទូទាំងប្រទេស